ចាក់សម័យមួយបើសិនជាយើងទាំងអស់គ្នាកំពុងតែមានទូរស័ព្ទដៃ iPhone 17 Pro Max 2T អញ្ចឹងទៅអញ្ចឹងហើយនៅក្នុងទូរស័ព្ទ iPhone ហ្នឹងគឺអត់មាន SIM ហើយអត់មាន eSIM ហើយអត់មានអ៊ីនធឺណិតដើម្បីតភ្ជាប់ទេអញ្ចឹងយើងគិតថាតើ iPhone ហ្នឹងមានប្រយោជន៍ស្រាប់ជាងអត់ដូចយើងសប្តាហ៍ថ្ងៃថាទូរស័ព្ទបើអត់មានអ៊ីនធឺណិតដូចអត់អញ្ចឹងដើម្បីធ្វើឲ្យទូរស័ព្ទនឹងមានតម្លៃដើម្បីទូរស័ព្ទនឹងមើលទៅវាអស្ចារ្យខ្លាំងតែមានអ៊ីនធឺណិតទៅអាចប្រើអ៊ីនធឺណិតទៅ search មើលការងារបានគ្រប់យ៉ាងអញ្ចឹងទៅទំនាក់ទំនងរបស់យើងជាមួយនឹងព្រះគឺដូចគ្នាយើងត្រូវការពាក្យអធិដ្ឋានហើយការអធិដ្ឋាននោះគឺជា Wi-Fi គឺជាអ៊ីនធឺណិតដើម្បីតភ្ជាប់យើងជាមួយនឹងព្រះអញ្ចឹងខ្ញុំបាទសូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូពុកម៉ែបងប្អូនហើយនិងក្រុមជំនុំរបស់ព្រះនៅថ្ងៃនេះខ្ញុំបាទព្រាមសាយហើយខ្ញុំបាទ Channel Manos ហើយថ្ងៃនេះផងដែរពួកយើងនឹងទៅបន្តសិក្សានៅមេរៀនរបស់យើងគឺនៅក្នុងមេរៀនទី6ដែលមានចំណងជើងថាទប់ស្រួចនៃការអធិដ្ឋានអញ្ចឹងមុននឹងទៅពិភាក្សានៅមេរៀននេះអញ្ចឹងសូមចិត្តដើម្បីអធិដ្ឋានជាមួយនឹងពួកយើងទាំងអស់គ្នាផងដែរបាទសូមសរុបចិត្តអធិដ្ឋានអរព្រះវរបិតាដែលគង់នៅនគរឋានសួគ៌គុណអរព្រគុណទ្រង់ដែលទ្រង់បានផ្ដល់ពេលវេលាសារជាថ្មីមួយអាទិត្យទៀតដើម្បីមកជួបជាមួយនឹងទ្រង់ហើយវិភាសាពីព្រះបន្ទូលរបស់ព្រះអង្គបិតាសូមទ្រង់គង់ជាមួយសូមបង្រៀនកូនទាំងអស់គ្នាឲ្យคล้ายទៅជាទប់ស្រួចនៃការអធិដ្ឋានដូចមកម៉ូសេលោកអ៊ីណុកហើយនឹងដានីយ៉ែលផងដែរបិតាគុណអរព្រះគុណទ្រង់ក៏សូមគ្រប់ការទាំងអស់នេះក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទខចងចាំរបស់យើងគឺយើងឃើញនៅក្នុងព្រះគម្ពីរទំនុកដង្កើងចំពុក116ខ1ហើយនិងខ2ខ្ញុំស្រឡាញ់ព្រះយេហូវ៉ាត្បិតទ្រង់តែងស្ដាប់សំឡេងខ្ញុំនិងពាក្យដែលខ្ញុំទូលអង្វរហេតុព្រោះទ្រង់បានផ្អៀងព្រះការមកស្ដាប់ខ្ញុំបានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់មួយជីវិតនៅពេលដែលយើងទាំងអស់គ្នានិយាយពាក្យថាអធិដ្ឋានគឺជាអាវុធមុខស្រួចគឺយើងឃើញថាការអធិដ្ឋានអាចឆ្លើយតបការអធិដ្ឋានអាចធ្វើអ្វីបានគ្រប់យ៉ាងហើយអាចជួយសង្គ្រោះពួកយើងបានដូចគ្នាអញ្ចឹងយើងសមើតួឯករបស់យើងនៅក្នុងរឿងនេះគឺមាន3ប៉ុន្តែយើងយកមួយសិនគឺលោកដានីយ៉ែលគឺគាត់កំពុងតែជួបប្រទះជាមួយនឹងសេចក្តីស្លាប់អញ្ចឹងដានីយ៉ែលពេលនោះគាត់គឺជានិស្សិតហើយគាត់គឺមានមុខតំណែងខ្ពស់មែនទែននៅទីក្រុងបាប៊ីឡូននោះនៅពេលដែលអាម៉ាតឬក៏អ្នកផ្សេងគេឃើញដានីយ៉ែលកំពុងតែអភិវឌ្ឍខ្លួនកំពុងតែពិវត្តខ្លួនទៅខ្លាយទៅជាអ្នកធំនៅក្នុងបាប៊ីឡូនក្នុងទីក្រុងបាប៊ីឡូនហើយខ្លាយទៅជាមនុស្សម្នាក់ដែលពូកែអញ្ចឹងគេចាប់ផ្ដើមចំណែនឈ្នះនេះពេលដែលចំណែនឈ្នះនេះគេចាប់ផ្ដើមរកវិធីកលល្បិចណាដើម្បីប្រើឲ្យស្ដាច់ដាក់ទោសដានីយ៉ែលឬក៏សម្លាប់ដានីយ៉ែលចោលតែម្ដងប៉ុន្តែគេធ្វើរੂកន្លែងណាក៏រੂអត់កន្លែងបានគឺគេទទួលស្ដាច់ដើម្បីឲ្យស្ដាច់ដាក់អហង្ការឬក៏ដាក់ញត្តិដើម្បីឲ្យមនុស្សគ្រប់គ្នាបានគ្រប់តាមក្នុងរយៈពេល3ថ្ងៃគឺមិនអោយអ្នកណាអធិដ្ឋានទៅព្រះខ្លួនទេគឺឲ្យសុំតែពីស្ដេចតែប៉ុណ្ណោះអញ្ចឹងនៅពេលនោះគឺដានីយ៉ែលគឺគាត់អត់មានបញ្ហាឬក៏គាត់អត់មានទៅខ្វល់ខ្វាយរឿងស្លាប់រឿងអីទេអញ្ចឹងពេលនោះគឺដានីយ៉ែលគាត់ចាប់ផ្ដើមបើកអធិដ្ឋានបើកបង្អួចមួយថ្ងៃ3ដងហើយគាត់បើកបង្អួចទៀតគាត់បើកបង្អួចទៀតគាត់បើកបង្អួចទៀតអញ្ចឹងយើងឃើញថានៅពេលវេលានោះគឺស្រាប់តែមានគេដែលគេចង់ចំណែនឈាននេះគាត់ហ្នឹងគេក៏ឃើញពេលគេឃើញគេក៏ទទួលប្រាប់ស្ដេចពេលដែលគេទទួលប្រាប់ស្ដេចបានឲ្យគេចាប់លោកដានីយ៉ែលយកទៅបោះចូលក្នុងរូងតោអញ្ចឹងនៅពេលដែលលោកដានីយ៉ែលបានបោះចូលទៅក្នុងរូងតោអញ្ចឹងបើសិនជាយើងធម្មតាតាអត់ឃ្លានតែឃ្លានខ្លាំងហើយស្អីក៏ហ៊ានស៊ីដែរខំហែកស៊ីដែរអញ្ចឹងពេលដែលដានីយ៉ែលធ្លាក់ចូលទៅក្នុងរូងតោហ្នឹងគឺដានីយ៉ែលមិនត្រូវបានស្លាប់ទេព្រះបានបង្ខាំងមិត្តតហើយឲ្យតើបាននៅស្ងៀមហើយតើបានគោរពដល់លោកដានីយ៉ែលផងដែរអញ្ចឹងនេះហើយគឺជាការអធិដ្ឋានគឺជាអាវុធមួយដើម្បីជួយឲ្យលោកដានីយ៉ែលបានរួចផុតពីសេចក្តីស្លាប់នៅក្នុងព្រះគម្ពីរដានីយ៉ែលចំពុក6ខ10យើងឃើញព្រះគម្ពីរបញ្ជាក់ថាលោកដានីយ៉ែលបានអធិដ្ឋានមួយថ្ងៃ3ដងតាមទម្លាប់របស់គាត់លោកដានីយ៉ែលមិនមែនគ្រាន់តែអធិដ្ឋានម្ដងហើយតើរួចខ្លួនពីរូងតោទេគាត់មានទម្លាប់គាត់បានធ្វើតាមទម្លាប់របស់គាត់ហើយទម្លាប់របស់គាត់បានជួយគាត់ដោយសារតែគាត់ទុកចិត្តទៅលើព្រះសេចក្តីអធិដ្ឋានរបស់លោកដានីយ៉ែលគឺជាសេចក្តីអធិដ្ឋានមួយដែលបង្ហាញអំពីអំណាចរបស់ព្រះទោះបីជាមានសត្រូវបែបណាក៏ដោយទោះបីជាមានរឿងអីកើតឡើងក៏ដោយក៏លោកដានីយ៉ែលគាត់បង្ហាញថាខ្ញុំជឿលើព្រះហើយអ្នកធ្វើអ្វីខ្ញុំមិនបានឡើយហើយការទិដ្ឋានរបស់គាត់បានដំណើរឲ្យព្រះទ្រង់បញ្ចេញមហិទ្ធិឫទ្ធិហើយប្រើអំណាចរបស់ទ្រង់ដើម្បីសង្គ្រោះលោកដានីយ៉ែលហើយคล้ายទៅជាការអស្ចារ្យមួយដែលដល់ថ្នាក់ស្ដេចទ្រង់មិនអាចបំភ្លេចចោលបានឡើយចឹងយើងឃើញទៅទៅនឹងសេចក្តីស្មោះត្រង់របស់លោកដានីយ៉ែលជាមួយនឹងព្រះគឺទោះបីជាមានរឿងរ៉ាវយ៉ាងណាក៏ដោយគេបំបត្តិគាត់មិនឲ្យគាត់អធិដ្ឋានយ៉ាងណាក៏ដោយក៏ប៉ុន្តែគាត់នៅតែទូលសូមព្រះទោះបីព្រោះនោះគឺជារឿងពិតអញ្ចឹងទាំងអស់នេះគឺជាបង្ហាញតកតងទៅនឹងវិន័យ discipline
គឺពេលដែលយើងទាំងអស់គ្នាស្មោះត្រង់វាគឺជាវិន័យបង្ហាញយើងឃើញអំពីវិន័យលើខ្លួនឯងហើយវិន័យក្នុងការអធិដ្ឋានហើយតកតងទៅនឹងការអ្វីដែលយើងបង្ហាញគឺតកតងទៅនឹងទង្វើរបស់យើងពេលដែលយើងទាំងអស់គ្នាធ្វើគឺមិនថាតូចក្តីមិនថាធំក្តីគឺត្រូវការឲ្យយើងស្មោះត្រង់ជាមួយនឹងព្រះនោះផងដែរ លោកដានញ៉ាបានបង្ហាញយើងអំពីទម្លាប់ហើយនិងវិន័យនៃការអធិដ្ឋានក៏ប៉ុន្តែតើយើងគួរអធិដ្ឋានដោយអិរិយាបថបែបណាតើអង្គុយឈរដេកឬក៏លុតជង្គង់តើវាសំខាន់ប៉ុណ្ណាអិរិយាបថរបស់យើងគឺសំខាន់ណាស់ដូចយើងឃើញនៅក្នុងស្រុកខ្មែរការជម្រាបសួររៀបចំដៃត្រឹមត្រូវមានរបៀបអិរិយាបថត្រឹមត្រូវបង្ហាញអំពីការគោរពទៅដល់អ្នកដទៃការអធិដ្ឋានដោយលុតជង្គង់ក៏ជាអំណាចមួយនៅក្នុងការប្រយុទ្ធក្នុងសង្គ្រាមនៃការអធិដ្ឋានដែរ អញ្ចឹងការអធិដ្ឋានទៅកាន់ព្រះគឺយើងត្រូវការរៀបចំបត់បែនឲ្យស្អាតឲ្យស្អំដូចជាខ្មែរយើងភាគច្រើនដែលយើងតែងឃើញយើងគោរពជំរាបសួរដល់ចាស់ទុំយើងអង្គុយនឹងមុខចាស់ទុំឬក៏យើងនឹងអង្គុយនឹងមុខយាយតាយើងមិនអង្គុយពេនភ្នែនឬក៏យើងមិនអង្គុយចងហងដាក់ពុកគាត់ទេយើងតែងតែអង្គុយបត់ជើងហើយឲ្យរៀបស្មើនឹងកន្ទេលហើយអញ្ចឹងហើយបានយើងបង្ហាញអំពីការគោរពអំពីការស្រឡាញ់ការឲ្យតម្លៃអញ្ចឹងពាក្យថាព្រះយើងត្រូវការពេលដែលយើងអធិដ្ឋានទៅកាន់ព្រះអញ្ចឹងយើងត្រូវការដល់ឲ្យតម្លៃព្រះអញ្ចឹងពេលណាដែលយើងឲ្យតម្លៃព្រះនៅពេលណាដែលយើងគោរពព្រះកាន់តែខ្លាំងអញ្ចឹងអំណាចរបស់ព្រះនឹងគ្រប់ដណ្ដប់លើយើងហើយអំណាចរបស់ព្រះអាចនឹងការពារយើងបានតាមរយៈការអធិដ្ឋានអញ្ចឹងដោយសារតែយើងនិយាយថាការអធិដ្ឋានអាចជួយឲ្យយើងទាំងអស់គ្នារួចផុតពីទោសបានរួចផុតអំពីរឿងរ៉ាវផ្សេងៗបានគឺដោយសារការអធិដ្ឋានគឺជាអាវុធមុខស្រួចសម្រាប់យើងទាំងអស់គ្នា ដូច្នេះយើងឃើញថាការលុតជង្គង់មិនមែនគ្រាន់តែជាអរិយាបថមួយដែលសំនោះទេការលុតជង្គង់នៅមុខព្រះគឺបង្ហាញទៅកាន់អរិយថាយើងមិនមែនប្រយុទ្ធដោយអំណាចរបស់ខ្លួនយើងទេគឺយើងប្រយុទ្ធនៅក្នុងសង្គ្រាមនៃការល្អអាក្រក់ដោយប្រើអំណាចរបស់ព្រះវិញដូច្នេះយើងឃើញថាការទិដ្ឋានមានរបៀបការរៀបចំកាយវិការរបស់យើងក៏មានរបៀបហើយទំនាក់ទំនងរបស់យើងជាមួយនឹងព្រះក៏ពិតជាការសំខាន់មែនលោកអេណុកគាត់មិនមែនបានរត់ទៅរស់នៅក្នុងរូងភ្នំឬក៏ទៅនៅទីវាលឆ្ងាយដើម្បីចំណាយរៀបចំទំនាក់ទំនងជាមួយនឹងព្រះឡើយគឺគាត់បានដើរជាមួយនឹងព្រះដោយយើងឃើញនៅក្នុងព្រះគម្ពីរលោកុបាទចំពុក5ខ24អញ្ចឹងលោកអេណុកគាត់បានដើរជាមួយនឹងព្រះគាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះនៅក្នុងពិភពលោកដ៏ពេញទៅដោយអំពើបាបលោកអេណុកគឺជាពន្លឺមួយដែលបង្ហាញថាយើងក៏អាចមានទំនាក់ទំនងជាមួយនឹងព្រះយើងអាចដើរជាមួយនឹងព្រះមួយជំហានជាមួយតមួយជំហានដោយយើងមានទំនាក់ទំនងជិតស្និទ្ធដល់ថ្នាក់របស់អំពើបាបហើយនិងអំពើអាក្រក់ផ្សេងៗបែរទៅជារសាត់បាត់អស់ទៅអញ្ចឹងយើងឃើញថាលោកហេណុកមិនមែនគ្រាន់តែគាត់ដើរជាមួយនឹងព្រះ1ឆ្នាំ2ឆ្នាំឬក៏5ឆ្នាំឬក៏10ឆ្នាំទេលោកហេណុកបើយើងឃើញនៅក្នុងព្រះគម្ពីរលោកុបាទចំពុក5ខ22 23 24គឺលោកហេណុកដើរជាមួយព្រះអស់រយៈពេល300ឆ្នាំបាទអញ្ចឹងអស់រយៈពេល300ឆ្នាំហើយអស់រយៈពេលមួយជីវិតគាត់នឹងរហូតដល់ព្រះយកគាត់ទៅនឹងគឺគាត់ដើរជាមួយមួយជីវិតរបស់គាត់យ៉ាងទៅអញ្ចឹងកន្លែងនេះគឺយើងអាចឃើញថាពេលដែលយើងមានទំនាក់ទំនងជាមួយនឹងព្រះពេលដែលយើងទាំងអស់គ្នាជឿព្រះមិនមែនគ្រាន់តែជឿ5ឆ្នាំ10ឆ្នាំ15ឆ្នាំ20ឆ្នាំ30ឆ្នាំយើងឈប់ជឿទេប៉ុន្តែលើកទឹកចិត្តយើងទាំងអស់គ្នាគឺឲ្យយើងទាំងអស់គ្នាជឿព្រះគឺមួយជីវិតដើរតាមព្រះមួយជីវិតអធិដ្ឋានទៅកាន់ព្រះអស់មួយជីវិតរបស់យើងក្នុងគណៈពេលដែលយើងកំពុងតែមានជីវិតរស់យើងត្រូវការព្រះអធិដ្ឋានអញ្ចឹងលោកហេណុកគាត់ដើរតាមព្រះអធិដ្ឋានជាមួយនឹងព្រះនោះឯងគឺជាទំនាក់ទំនងហើយគឺជាពេលវេលាដែលលោកហេណុកបានចំណាយពេលជាមួយនឹងព្រះរហូតដល់គាត់បានឡើងទឹកនគរឋានសួគ៌ជាមួយនឹងព្រះដូចយើងឃើញនៅក្នុងខ2នឹងថាព្រះទ្រង់បានទទួលគាត់ទៅអញ្ចឹងយើងឃើញរឿងទាំងអស់នេះគឺសុទ្ធតែជារឿងដែលជោគជ័យការអធិដ្ឋានការដើរតាមព្រះគឺសុទ្ធតែជោគជ័យទាំងអស់មិនថាដានីយ៉ែលហើយលោកហេណុកអញ្ចឹងយើងនឹងទៅក្រឡេកមើលមួយទៀតគឺលោកម៉ូសេអញ្ចឹងថាតើលោកម៉ូសេគាត់គឺជាមនុស្សបែបម៉េចអញ្ចឹងយើងនឹងសិក្សាហើយនឹងស្វែងយល់ទាំងអស់គ្នានៅក្នុងខ្សែជីវិតរបស់លោកម៉ូសេគឺយើងឃើញអំពីការអធិដ្ឋានដ៏អស្ចារ្យមួយគឺការអធិដ្ឋានដោយអំបកលោកម៉ូសេគាត់ស្រឡាញ់រាជរបស់គាត់ស្រឡាញ់រាជរបស់ព្រះខ្លាំងមែនតើហើយយើងឃើញសាច់រឿងនេះនៅក្នុងព្រះគម្ពីរនិខមណាំងចំពុក33ហើយនឹងជនគណនាចំពុក12លោកម៉ូសេគាត់បានទៅជួបជាមួយនឹងព្រះមុខទល់នឹងមុខប៉ុន្តែនៅពេលដែលរាជរបស់ព្រះ
បានសាងអំពើបាបដ៏ធំមួយដោយបានសាងនៅគោមាសដើម្បីថ្វាយបង្គំនោះព្រះគម្រោងនឹងសម្លាប់រាជរបស់ទ្រង់ចោលប៉ុន្តែយើងឃើញមានបរិសម្នាក់គាត់បានមកឈររវាងផ្ទាល់នឹងព្រះហើយនឹងមនុស្សដើម្បីអង្វរកជំនួសរាជរបស់ព្រះគឺលោកម៉ូសេគាត់បានអង្វរកទៅកាន់ព្រះថាបើព្រះអង្គមិនសពប្រហារតីនឹងទុកឲ្យគេរស់នៅទេសូមដកជីវិតទូបង្គំចេញវិញលោកម៉ូសេគាត់ស្រឡាញ់រាជរបស់ព្រះខ្លាំងគាត់សុខចិត្តអធិដ្ឋានដើម្បីឲ្យគេបានរួចគាត់សុខចិត្តស្លាប់ជំនួសគេចឹងយើងឃើញការអង្វរកការអធិដ្ឋាននៃការអង្វរកគឺសំខាន់មែនតើអញ្ចឹងលោកម៉ូសេគាត់ធ្វើកន្លែងនេះគឺយើងឃើញតកតងទៅនឹងទង្វើមួយរបស់ព្រះយេស៊ូវដែលព្រះយេស៊ូវព្រះអង្គទ្រង់បានធ្វើជាអ្នកអង្វរកជំនួសយើងអញ្ចឹងពេលដែលយើងទាំងអស់គ្នាធ្វើអីខុសនៅពេលដែលយើងទាំងអស់គ្នាកំពុងតែធ្វើបាបយ៉ាងដុនដាបយ៉ាងគួរឲ្យខ្ពើមរហូតដល់ថ្នាក់ព្រះចង់បំផ្លាញចោលប៉ុន្តែយើងមានម្នាក់គឺព្រះយេស៊ូវគ្រីស្ទនេះឯងទៅអង្វរកចំពោះព្រះដាព្រះអង្គអើយបើសិនជាព្រះអង្គសម្រាប់រាជរបស់ព្រះអញ្ចឹងទូបង្គំអ្នកស្លាប់ជំនួសចោះមិនបាច់សម្រាប់ពួកគេទេពួកគេអត់ដឹងថាពួកគេធ្វើអីទេសូមសម្រាប់ទូបង្គំចោះទូបង្គំសុខចិត្តស្លាប់ជំនួសពួកគេលោកម៉ូសេដូចគ្នាលោកម៉ូសេបាននិយាយថាបើសិនជាព្រះអង្គទ្រង់ចង់បំផ្លាញពួកគេចោលសួរឲ្យសម្រាប់ទូបង្គំចោះទូបង្គំអ្នកសត្វស្លាប់ជំនួសពួកគេអញ្ចឹងទាំងអស់នេះហើយគឺជាការអធិដ្ឋានមួយដែលយើងឃើញថាយើងរាល់ថ្ងៃយើងអធិដ្ឋានតើយើងអធិដ្ឋានឲ្យអ្នកដទៃដែរឬទេតើយើងអធិដ្ឋានសម្រាប់តែខ្លួនឯងឬក៏យើងសន្តានសម្រាប់គ្រួសារមិត្តភ័ក្តិបងប្អូនឬក្រុមជំនុំរបស់ព្រះអញ្ចឹងលោកម៉ូសេគាត់គឺជាអ្នកដឹកនាំដែលល្អយើងគិតឃើញតាំងពីមិនថាលោកម៉ូសេជួបប្រទេសរឿងអីទេឬក៏ប្រជាអ៊ីស្រាអែលជួបរឿងអីទេអញ្ចឹងប្រជាអ៊ីស្រាអែលតែងតែលូដដែលថាហេតុអីបានជាយកពួកយើងមកស្លាប់នៅក្នុងទីរហោស្ថាននេះដោយអត់បាយអត់អាហារអត់ទឹកផឹកបែបនេះសួរឲ្យពួកយើងស្លាប់នៅក្នុងប្រទេសអេស៊ីបល្អជាងអញ្ចឹងនៅអស់រយៈពេល40ឆ្នាំដែលរស់នៅដល់កវ៉ែលនៅក្នុងទីវាលហោស្ថានហ្នឹងគឺឮពាក្យឲ្យតែជួបបញ្ហាគឺប្រជាអ៊ីស្រាអែលលូពាក្យតែដែលបើសិនជាយើងធម្មតាយើងធុញហើយក៏ប៉ុន្តែលោកម៉ូសេគាត់អត់ណាស់គាត់ទ្រាំណាស់អញ្ចឹងបានយើងឃើញថាគាត់គឺជាអ្នកដឹកនាំដែលពុកខែអត់ធ្មត់កម្មមែនទែនអញ្ចឹងដោយសារតែការអធិដ្ឋាននេះឯងគាត់រស់នៅជាមួយនឹងព្រះគាត់ចំណាយពេលជាមួយនឹងព្រះគាត់ជួបជាមួយនឹងព្រះគឺដោយសារតែការអធិដ្ឋានដូចបងនិយាយខាងលើចឹងអធិដ្ឋានគឺលោកម៉ូសេបានអធិដ្ឋានគ្រប់បែបគ្រប់យ៉ាងមានទាំងអធិដ្ឋានសម្រាប់ដង្វាយមានទាំងអធិដ្ឋានទូសូមមានអធិដ្ឋាននឹងវកហើយមានទាំងឋានសម្រាប់សេចក្តីមេត្រីអសប្បាយអញ្ចឹងទៅអញ្ចឹងគឺមានសពបែបសពយ៉ាងអញ្ចឹងការអធិដ្ឋានអាចជួយយើងទាំងអស់គ្នាដោះទុកអ្នកដទៃបានយើងអធិដ្ឋានឲ្យអ្នកដទៃផងកុំឲ្យអធិដ្ឋានតែសម្រាប់ខ្លួនឯងចុះបើសិនជាអ្នកឃើញមនុស្សម្នាក់ដែលធ្វើការជាមួយនឹងអ្នកប៉ុន្តែមនុស្សនោះគឺពិបាកនិយាយគ្នាខ្លាំងមែនតើហើយមនុស្សនោះក៏ធ្វើខុសអ្វីមួយដល់ថ្នាក់មេនឹងត្រៀមនឹងដេញមនុស្សនោះចោលហើយចុះបើសិនជាអ្នកដើរទៅសុំមេថាមេអើយដាក់ទោសនោះមកលើខ្ញុំវិញជំនួសម្នាក់នេះចោះតើមនុស្សម្នាក់នោះដែលពិបាកក្នុងការដោះស្រាយជាមួយតើគាត់នឹងធ្វើបែបណាគឺយើងឃើញថាគាត់នឹងកែប្រែចិត្តជីវិតរបស់គាត់នឹងផ្លាស់ប្រែដោយសារគាត់ឃើញថាមានមនុស្សម្នាក់មកអង្វរកជំនួសគាត់មកទទួលយកនៅបញ្ហាដែលគាត់បានធ្វើព្រះយេស៊ូវទ្រង់បានធ្វើដូច្នេះសម្រាប់យើងផងដែរអំពើបាបរបស់យើងធ្ងន់ខ្លាំងម្ល៉េះព្រះយេស៊ូវទ្រង់បានលើកដាក់នៅលើស្មាទ្រង់ហើយបានលីសែងជំនួសយើងឈឺឆ្កាងរបស់យើងឈឺចាប់ប៉ុណ្ណាព្រះយេស៊ូវទ្រង់បានស្លាប់ជំនួសយើងដោយសារទ្រង់ស្រឡាញ់យើងហើយយើងដូចគ្នាជាគ្រីស្ទានយើងក៏ត្រូវតែចេះស្រឡាញ់គ្នាទៅវិញទៅមកដោយព្រះយេស៊ូវស្រឡាញ់យើងផងដែរអញ្ចឹងយើងได้ឃើញសត្វមេដែលយកចំណីមកឲ្យកូនណាពេលខ្លះពំតង់ដង្កូវពំតង់កណ្ដូបពំតង់សត្វល្អិតតិចផ្សេងៗដែលអាចកូនវាអាចស៊ីបានយកម្ដងបញ្ចក់កូនម្ដងបញ្ចក់កូនរហូតដល់ពេលបញ្ចក់អស់ទៅចិត្តឈោមើលកូនរបស់វាកំពុងតែស៊ីចំណីកំពុងតែលេបចំណីយ៉ាងសប្បាយរីករាយអញ្ចឹងខ្លួនឯងសុខចិត្តអត់តែមិនឲ្យទៅបានកូនឪពុកម្ដាយរបស់យើងដូចគ្នាពេលខ្លះពួកគាត់សុខចិត្តលំបាកពួកគាត់សុខចិត្តអត់ប៉ុន្តែគាត់សុខចិត្តថាដើម្បីកូនសប្បាយចិត្តដើម្បីកូនមានអ្វីដូចគេគឺពួកគាត់ទៅតែអត់អញ្ចឹងដូចគ្នាព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់បង្ហាញក្តីស្រឡាញ់ថាទោះឲ្យព្រះអង្គរងទុក្ខឈឺចាប់យ៉ាងណាក៏ព្រះអង្គត្រូវតែជួយយើងដើម្បីឲ្យយើងបានរួចពីទោសមួយហ្នឹងអញ្ចឹងអំពើបាបគឺអាក្រក់ខ្លាំងណាស់បើយើងនិយាយឲ្យមែនទែនយើងទាំងអស់គ្នាកំពុងតែនៅជប់ជំពាក់ជំពិនជាមួយនឹងបាបគឺអាក្រក់ខ្លាំងរហូតដល់ថ្នាក់ព្រះថាបើសិនជាភ្នែករបស់អ្នកនាំឲ្យអ្នកណារវិតចិត្តចេញពីព្រះគម្ពីរចេញពីសេចក្តីជំនឿ
ចូលខ្វេះភ្នែកអ្នកមកខាងបោះចូលទៅសុខចិត្តឲ្យចូលទៅក្នុងនគរឋានសួគ៌ភ្នែកមកខាងវិញបាទអញ្ចឹងបើដៃអ្នកនំអ្នកឲ្យធ្វើអំពើអាក្រក់ខុសពីព្រះគម្ពីរខុសពីព្រះតែរបស់ព្រះសូមកាត់ដៃចូលទៅហើយដើរទៅចូលនគរឋានសួគ៌ដោយដៃតែមកខាងវិញអញ្ចឹងដោយសារតែកំពើបាបអាក្រក់មិនហើយបានជាព្រះកំលើកទឹកចិត្តយើងអញ្ជើញយើងថាអស់អ្នកដែលនឿយព្រួយហើយទុកធ្ងន់អើយចូលមកឲ្យខ្ញុំរៀនពីខ្ញុំហើយអធិដ្ឋានជាមួយនឹងខ្ញុំនិយាយជាមួយខ្ញុំមានបញ្ហាអីនិយាយជាមួយខ្ញុំចុះអញ្ចឹងនៅពេលដែលយើងទាំងអស់គ្នាឮពាក្យថាអធិដ្ឋានអញ្ចឹងយើងត្រូវការរៀបអិរិយាបថឲ្យល្អទោះបីយើងសំពះទោះបីជាយើងលុតជង្គង់ទោះបីជាយើងបំណំយ៉ាងណាក៏ដោយប៉ុន្តែឲ្យតែយើងរៀបចំអិរិយាបថដោយទន់ភ្លន់បន្ទាបខ្លួនហើយចូលជាមួយនឹងព្រះនោះយើងនឹងបានអំណាចនៃការអធិដ្ឋានពេលដែលយើងគោរពព្រះឲ្យតម្លៃព្រះវាស្មើនឹងអំណាចរបស់ព្រះនឹងគ្រប់ដណ្ដប់លើយើងហើយឲ្យយើងមានអំណាចនៅពេលដែលយើងអធិដ្ឋានទៅធ្វើឲ្យការអធិដ្ឋានរបស់យើងមានអំណាចមានឥទ្ធិពលល្អអញ្ចឹងពេលដែលយើងទាំងអស់គ្នាឃើញកន្លែងនេះគឺយើងត្រូវយកគំរូលោកម៉ូសេលោកដានីយ៉ែលលោកអេណុកហើយជាពិសេសមួយទៀតនោះគឺការអធិដ្ឋានដែលយកមកព្រះយេស៊ូវគំរូពីព្រះយេស៊ូវក៏អធិដ្ឋានពីព្រលឹមប្រពេលនឹងស្ងាត់អញ្ចឹងហើយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះហើយព្រះទ្រង់នឹងឃើញថាយើងចាត់ទុកព្រះជាទី1ក្នុងការដែលយើងចាប់ផ្ដើមនៅថ្ងៃថ្មីអញ្ចឹងបើសិនជាបងប្អូនគ្នាយល់ស្របសូមខមមិនថាយល់ស្របហើយថាអាមែនអញ្ចឹងជាចុងបញ្ចប់សូមសូមចិត្តឋានជាមួយនឹងពួកយើងទាំងអស់គ្នាអរព្រដាព្រះបតានឹងព្រះវិញ្ញាណបរិសុទ្ធរបស់ម្ចាស់គុណនៅក្នុងឋានសួគ៌របស់បងប្អូនអើយប្រងឯកសូមអរគុណទ្រង់សម្រាប់ពេលវេលាថ្ងៃនេះដែលទ្រង់បានប្រទានជាពេលវេលាដល់ទូបង្គំគ្រប់គ្នាដើម្បីទូបង្គំគ្រប់គ្នាមកទីនេះដើម្បីសិក្សានៅព្រមទូរបស់ព្រះផងដែរក៏សូមអធិដ្ឋានឲ្យទ្រង់បានឲ្យកូនអរគ្នារៀបចំអិរិយាបថឲ្យល្អបានត្រឹមត្រូវហើយឲ្យកូនអរគ្នាបានស្មោះត្រង់ឲ្យមានសេចក្តីជំនឿហើយដើរតាមមិនត្រឹមតែអធិដ្ឋានតែមុខទេគឺត្រូវការទាមទារឲ្យកូនអរគ្នាដើរតាមនៅព្រមទូរបស់ព្រះដើម្បីទូបង្គំទាំងគ្នាអាចទៅនៅជាមួយនឹងព្រះដូចទូកអេណុកផងដែរក៏សូមអធិដ្ឋាននៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទទាំងពីរអ្នកសូមគោរពជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយទៀត